បាច់ឆ្ងល់ទេថាហេតុអីបានមេដឹកនាំនៃប្រទេសកម្ពុជាយើងតបទៅពួកអាចោសៀមវិញម៉ាំងដោយមិនសំចៃដៃមកពុកម៉ែបងប្អូនទាំងគ្នាខ្ញុំបង្ហាញហេតុផលមួយចំនួនដែលនៅពីក្រោយដែលធ្វើឲ្យមេដឹកនាំនៃប្រទេសកម្ពុជាយើងគឺសម្ដេចតេជោនិងសម្ដេចមហាបវរថាបតីហ៊ុនម៉ាណែតតបតទៅពួកអាចោសៀមវិញដោយមិនសំចៃដៃគឺថាដាក់ម៉ាំងតែម្ដងឲ្យចំកណ្ដាលមុខនិងបំបាក់មុខពួកចោសៀមនៅលើឆាកអន្តរជាតិដែលហេតុផលទី1នោះគឺថាមេដឹកនាំយើងទាំងពីរគឺថាស្គាល់ភូមិសាស្ត្រទឹកដីនៃប្រទេសកម្ពុជាច្បាស់លាស់ណាស់មិនអនុញ្ញាតឲ្យផ្ទះលេខ2ឬលេខ3ណាមកឈ្លានពានកម្ពុជាបាននោះទេជាក់ស្ដែងគឺសម្ដេចតេជោបានអញ្ជើញទៅដល់ទឹកដីនៃតំបន់មុំ3តាំងពីឆ្នាំ2010ពុកម៉ែបងប្អូនអរគ្នាមុនពួកអាចោសៀមនឹងមកឈ្លានពានយើងទៅទៀតហើយសម្ដេចមហាបវរថាបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីវិញក៏អញ្ជើញទៅដល់តំបន់ប្រាសាទតាមាន់ធំនៅឆ្នាំ2014ផងដែរដោយការនោះសម្ដេចថាបតីហ៊ុនម៉ាណែតលោកមិនទាន់ក្លាយជានាយករដ្ឋមន្ត្រីនៅឡើយទេប៉ុន្តែលោកបានចុះទៅដល់ទីតាំងនៃប្រាសាទតាមាន់ធំបាត់ទៅហើយចឹងហើយតាមរយៈវត្តមានជាប្រវត្តិសាស្ត្ររបស់មេដឹកនាំនៃប្រទេសកម្ពុជាយើងគឺជាទឹកតាំងដ៏ច្បាស់តែម្ដងដែលបញ្ជាក់ថាទឹកដីនិងប្រាសាទទាំងនោះគឺជារបស់ខ្មែរយើងយ៉ាងពិតប្រាកដមែនមិនមែនជារបស់ចៅឈ្លានពាននោះទេគឺថាមេដឹកនាំនៃប្រទេសកម្ពុជាយើងស្គាល់ភូមិសាស្ត្រទឹកដីនៃប្រទេសកម្ពុជាច្បាស់លាស់ណាស់ដឹងថាប៉ុណ្ណាជារបស់កម្ពុជាហើយប៉ុណ្ណាជារបស់គេមិនដែលចង់ទៅឈ្លានពានគេទេប៉ុន្តែក៏មិនអនុញ្ញាតឲ្យនរណាមកយកទឹកដីនៃប្រទេសកម្ពុជាបានសូម្បីតែ1មីលីម៉ែត្រដែរគឺថាច្បាស់តែម្ដងថាទឹកដីរបស់ខ្លួនឯងមានប៉ុណ្ណាគឺការពារឲ្យបានជាដាច់ខាតទន្ទឹមនឹងនេះយោងតាមវត្តមានជាប្រវត្តិសាស្ត្ររបស់សម្ដេចថាបតីដែលបានចុះទៅដល់ទីតាំងប្រាសាទតាមាន់ធំកាលពីឆ្នាំ2014គឺបង្ហាញឲ្យយើងឃើញតែម្ដងថាមេដឹកនាំដែលជានាយករដ្ឋមន្ត្រីរបស់យើងសប្តាហ៍ថ្ងៃនេះពុកម៉ែបងប្អូនគឺពោពេញទៅដោយបទពិសោធន៍តែម្ដងគឺថាឡើងដឹកនាំនឹងជាមួយនឹងបទពិសោធន៍ពេញខ្លួនតែម្ដងបានចុះទៅដោះស្រាយបញ្ហាព្រំដែនក្តៅត្រជាក់គ្រប់សពបែបយ៉ាងគឺថាទៅដកបទពិសោធន៍រួចអស់ហើយអញ្ចឹងហើយរាល់កិច្ចការព្រំដែននេះគឺក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្ញុំជឿជាក់ទៅលើនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាយើងគឺសម្ដេចមហាបវរថាបតីហ៊ុនម៉ាណែតតែម្ដង